នឹងឯអ្នកគ្នាធ្លាប់ដឹងហើយគឺចាស់គាត់តែងតែប្រាប់យើងថាគេមានហើយគេមិនបោកប្រាស់យើងទេគេមានហើយគេមិនកេងប្រវ័ញ្ចលើយើងទេគេមានហើយគេមិនចង់បានទេអាលុយប៉ុណ្ណាខ្ញុំក៏លឺហើយខ្ញុំមានថាអញ្ចឹងហើយបានអ្នកក្រនៅតែក្រអ្នកមានកាន់តែមានទៅយល់អឺគេមិនកេងប្រវ័ញ្ចយើងរបៀបធំដុំទេតែពេលកេងប្រវ័ញ្ចបន្តិចហើយយល់ខ្ញុំឧទាហរណ៍ថ្លឹងស្រូវលក់ស្រូវចុះលក់ស្រូវហ្នឹងហើយឈ្មួញនៅតែទិញស្រូវឧទាហរណ៍ថាថ្លឹងស្រូវអូខេពេលយើងលើកមកថ្លឹងជីងថ្លឹងបានយើងមើលទៅភ្លេងជីងប្រហែលជាខ្ទង់98គីឡូចុច7ខាំអីចឹងទៅប៉ុន្តែនៅពេលដែលគេទៅសេអាខ្លះគេទៅសេថា97គីឡូទេគេអត់ប្រកួតឡើងទៅ98ទេយ៉ាងហេគេស៊ីម្ដងតិចយើងគិតមើលឧទាហរណ៍មកក្រុងឧទាហរណ៍អានេះមិញស៊ីដូចជា7 8ខាំខ្ញុំឧទាហរណ៍ថាស៊ី5ខាំចុះមួយក្រុងស៊ីកន្លះគីឡូកន្លះគីឡូ10ក្រុងស៊ីប្រហែលគីឡូយល់ទេ10ក្រុងស៊ី5គីឡូបាត់ហើយ100គីឡូស៊ីមក50គីឡូបាត់ហើយអញ្ចឹងហើយអ្នកដែលលក់ស្រូវគាត់ថាអីទេប៉ុណ្ណឹងតិចតួចប៉ុន្តែអាអ្នកដែលទិញស្រូវចេះចំណេញអញ្ចឹងយើងដឹងហើយថាអ្នកទិញស្រូវគឺជាអ្នកមានអ្នកលក់ស្រូវគឺជាអ្នកក្រយល់អញ្ចឹងហើយយើងមើលឃើញហើយថាវិភាពចាញ់ប្រៀបរវាងអ្នកមានអ្នកក្រឃើញអ្នកក្រចាញ់ប្រៀបអ្នកមានដោយសារគេដោយសារការយោគយល់អ្នកក្រវាចាញ់គាត់យោគយល់ថាអូខេប៉ុណ្ណឹងអីទេវាតិចតួចយោគយល់បានយោគយល់ទៅអ្នកមានអត់គិតចឹងទេគិតតែរឿងចំណេញទេអត់មានពាក្យថាយោគយល់នៅក្នុងហ្នឹងទេចំណេញត្រូវមកមុនការយោគយល់ហ្នឹងគឺជាគោលគំនិតនៃការរស់ស៊ីគឺវាអញ្ចឹងតែអ្នកក្រក៏អត់សូវខ្វល់ថាអូខេប៉ុណ្ណឹងតិចតួចអីទេឲ្យគេទៅប៉ុណ្ណឹងអាហ្នឹងហើយគឺជាមូលដ្ឋានគ្រឹះក្នុងការកេងប្រវ័ញ្ចវាចាប់ដើមពីបន្តិចម្ដងចឹងឯងគេមិនដែលទៅកេងប្រវ័ញ្ចម្ដងធំហ្មងទេនៅក្នុងនោះដែរយើងមាននៅច្រើនផ្នែកទៀតដែលយើងអាចនិយាយតាក់ទងរឿងនេះឧទាហរណ៍ថាវាតាក់ទងការយោគយល់និងការរស់ស៊ីហ្នឹងអ្នកមានអត់សូវចេះយោគយល់ហ្មងទេអ្នកក្រវាច្រើនគឺយោគយល់យើងមើលទៅឧទាហរណ៍ហាងលក់តឹងពៅប្រៀបធៀបមួយកន្លែងលក់តឹងពៅហ្នឹងកន្លែងហាងគេមួយសម្រាប់លក់កាហ្វេហាងលក់តឹងពៅបើសិនជាមានអ្នកសុំទានណាដើរមកឬថាគាត់ហត់នឿយគាត់អត់មានទឹកផឹកអីគាត់ចង់ត្រូវការទឹកផឹកអីគឺអ្នកលក់តឹងពៅគឺឲ្យហ្មងយល់គឺឲ្យហ្មងអត់បាច់គិតលុយទេគឺឲ្យដល់អ្នកអស់នេះសាកឲ្យអ្នកសុំទាននឹងទៅចូលហាងកាហ្វេដើម្បីសុំកាហ្វេមួយកែវមួយតើបានអត់បានទេដោយសារអីដោយសារនៅក្នុងហ្នឹងគឺគេរៀបប្រព័ន្ធគេមាន system គេហើយមិនអាចចេះតែឲ្យព្រះផ្ដាល់ទេបុគ្គលិកអត់ហ៊ានឲ្យទេដោយសារគេគាត់គឺជាបុគ្គលិកគាត់មិនជាម្ចាស់ហាងយល់អញ្ចឹងគេរៀបប្រព័ន្ធរៀប system មកហើយរៀប system មកថាឲ្យយោគយល់ទេអត់ឲ្យយោគយល់ទេទោះបីជាអ្នកណាឬជាអ្នកណាក៏គឺឲ្យយោគយល់ទេគឺមុខជំនួញគ្រប់យ៉ាងគឺជាអាជីវកម្មគ្រប់យ៉ាងគឺជាមុខជំនួញលុះត្រាតែអ្នកយកលុយទៅដោបានអាចរបស់បានរបស់ហ្នឹងបានយល់ទេពេលការរស់ស៊ីវាខុសគ្នាហើយមួយទៀតខ្ញុំចង់និយាយទៅនឹងពួក scammer ហ្នឹងអ្នកនរថាពួកហ្នឹងវាអត់ប្រកែកអ្នកគិតថាពួកហ្នឹងអត់ឆ្លាតពួកហ្នឹងគឺគូក្បាលនឹងស្អីទេគឺសាហាវជាអ្នកអស់នេះទៀតខ្ញុំក៏ប្រាប់ដែរហ្នឹងហើយនឹងរៀនចប់បញ្ញាបត្ររឿងរៀនចប់អនុបណ្ឌិតមកពីណាក៏មិនដឹងមិនមែនមនុស្សល្ងងទៅធ្វើការអញ្ចឹងបានទេពួកបោកប្រាំងក៏មិនមែនពួកបាល់អន់ដែរប៉ុន្តែហេតុអីបានអ្នកខ្លះប្រកែកឲ្យទៅជ្រើសរើសពួកយើងអញ្ចឹងដោយសារលុយវាច្រើនហ្នឹងអញ្ចឹងលុយច្រើនហ្នឹងហើយហើយមួយទៀតមនុស្សអញ្ចឹងមនុស្សដែលបោកគេបានគេច្រើនជាមនុស្សដែលខ្ជិលជាមនុស្សដែលប្រកែកប៉ុន្តែខ្ជិលមនុស្សដែលប្រកែកប៉ុន្តែខ្ជិលនឹងរកវិធីសាស្ត្រដើម្បីរកលុយបានស្រួលយល់ទេមនុស្សដែលប្រកែកហើយខ្ជិលនឹងរកវិធីសាស្ត្ររកលុយបានស្រួលដូចជាពួក scammer ហ្នឹងហើយពួកហ្នឹងអ្នកនេះស្មានតែពួកហ្នឹងអត់ចេះមែនអូហូមិនធម្មតាទេខ្ញុំប្រាប់អ្នកនេះទៅមិនមែនរៀនចប់ទីថ្នាក់ទី6ថ្នាក់ទី7ទៅធ្វើការអញ្ចឹងបានទេអានេះខ្ញុំនិយាយពីពួក background ពួក backup របស់វាមិនមែនអ្នកទេមកសួរគេទេខ្ញុំនិយាយពីពួកដែលនៅពី background នឹងអីចឹងទៅហ្នឹងហើយមិនមែនជាអ្នកមិនមែនជាមនុស្សអន់ទេខ្ញុំប្រាប់ទេគឺជាមនុស្សដែលមានខួរក្បាលខ្លាំងណាស់មានខ្លាំងលំទៀតខ្លាំងណាស់ទៀតខ្ញុំប្រាប់ទៅអាហ្នឹងហើយតើតោងរឿងការឆោបហោពំលាតគ្នារវាងអ្នកមាននិងអ្នកក្រការគិតរវាងអ្នកមាននិងអ្នកក្របើចេញមកគឺខុសគ្នាបាត់ហើយវាអញ្ចឹងហើយបើក្នុងករណីមួយទៀតខ្ញុំនិយាយតើតោងរឿងអីគេអ្នកមានជ្រើសរើសពេលវេលាអ្នកក្រជ្រើសរើសយកលុយហ្នឹងអានោះដូចខ្ញុំធំនិយាយហើយបើចង់ដឹងតើតោងរឿងហ្នឹងទៅមើលក្នុង report ទៅខ្ញុំ report ឲ្យហ្នឹងហើយ